បរិមម្នាក់នេះកំពុងតែញ៉ាំបាយមានណាធ្លាក់បាយចេញពីដៃរបស់គាត់បាទបើយើងក៏លេចទៅមើលកម្ពស់វិញគឺខ្ពស់ខ្លាំងមែនទែនបងប្អូននេះគឺជាជីវិតប្រចាំថ្ងៃរបស់កម្មករតខ្សែភ្លើងឬក៏ជាងជួសជុលខ្សែភ្លើងនៅប្រទេសចិនពួកគាត់ប្រើជីវិតរបស់គាត់នៅលើកម្ពស់ខ្ពស់ខ្លាំងមែនទែនពេលខ្លះ50ម៉ែត្រក៏មានដែរបងប្អូនហើយនៅពេលគាត់ញ៉ាំបាយគឺត្រូវពាក់ខ្សែក្រវ៉ាត់ការពារនិយាយរួមនឹងពាក់ខ្សែក្រវ៉ាត់ការពាររាល់ពេលវេលាតែម្ដងហើយគាត់អង្គុយញ៉ាំបាយបែបហ្នឹងតែម្ដងបើបដូរជាយើងវិញគឺពិបាកខ្លាំងមែនទែនបងប្អូនអរគ្នានេះដោយសារតែគាត់ប្រមូលភាពក្លាហានរបស់គាត់ដើម្បីធ្វើកិច្ចការងារហ្នឹងបងប្អូនហើយប្រសិនបើមិនប្រយ័ត្នទេនឹងមានបញ្ហាគាត់នឹងលាជារៀងរហូតហើយបើយើងគិតថាវាខ្ពស់ប៉ុណ្ណាយើងមើលទៅក្រោមបងប្អូនអរគ្នាបាទឃើញដើមឈើទូចពួកគាត់នៅពេលដែលងុយគេងដល់មកសម្រាកងុយគេងអញ្ចឹងគេងនៅលើដែកអញ្ចឹងទៅបងប្អូនអរគ្នាបាទហើយមានខ្សែក្រវ៉ាត់ការពារខ្លួនឃើញការងារគាត់គ្រោះថ្នាក់បែបនេះប្រាក់ខែគាត់ក៏សមនឹងតម្លៃដែរបងប្អូនអរគ្នាបាទហើយការងារនេះធ្ងន់មែនតែម្ដងហើយបងប្អូនគាត់អូនេះប្រដាប់ញែកខ្សែភ្លើងឲ្យប៉ះគ្នាអញ្ចឹងណាហើយបកគោខ្សែភ្លើងទាំងអស់ហ្នឹងមិនមែនត្រឹមតែនៅលើដីធម្មតាទេនៅលើកំពូលភ្នំក៏មានដែរបងប្អូនហើយបាទគេធ្វើកាត់ភ្នំកាត់អីចឹងណាដើម្បីតពីទីក្រុងមួយទៅទីក្រុងមួយពីវារីអគ្គិសនីទៅទីក្រុងចឹងទៅកាត់ព្រៃកាត់ភ្នំហើយធ្វើទាំងថ្ងៃទាំងក្តៅទាំងល្ងាទាំងភ្លៀងនិយាយរួមធ្វើគ្រប់ពេលវេលាតែម្ដងដើម្បីបង្ហើយនៅគម្រោងការឲ្យបានឆាប់រហ័សចឹងណាបងប្អូនអរគ្នាហើយបាទអាណិតខ្លាំងមែនទែននេះជីវិតបថុយខ្លាំងណាស់បងប្អូនហើយ